ការខ្ញុំនៅស្រុកខ្មែរខ្ញុំអត់ដឹងថានៅស្រុកអាមេរិកគឺមានផ្សារមេឃដូចស្រុកខ្មែរយើងឯងមានថាដូចថាផ្សារដីហុយផ្សារកមួនផ្សារអីចឹងណាដល់ពេលខ្ញុំមករស់នៅស្រុកអាមេរិកយូរហើយខ្ញុំក៏អត់ដែរបានមកផ្សារមេឃនិងផ្សារដូចថារបៀបផ្សារកមួនផ្សារហ្នឹងដែរខ្ញុំអត់ដែរមកទេអត់ដែរមកដើរផ្សារនឹងទិញអីវ៉ាន់សោះឬតែគេនិយាយរាប់ឆ្នាំហើយដល់ពេលបានមកគឺខ្ញុំមកលក់នៅផ្សារនឹងតែម្ដងហើយមករកអាទិត្យតែម្ដងអត់ដែរមកឲ្យដល់ពេលមករកអាទិត្យតែម្ដងចាគឺមិនមែនមកដើរលេងដូចគេដូចឯងគឺមកលក់បណ្ដោយហើយមកស្គាល់បណ្ដោយពេលដែលខ្ញុំមកស្គាល់ផ្សារហ្នឹងគឺខ្ញុំមកលក់បាទខ្ញុំបានស្គាល់ហ្នឹងចាកន្លងមកគឺខ្ញុំមកនៅស្រុកអាមេរិករាប់ឆ្នាំហើយខ្ញុំមិនដែរស្គាល់ផ្សារដីហុយផ្សារមេឃផ្សារទៅជុះនឹងមិនទេមានន័យថាផ្សារហ្នឹងគឺគេយករបស់កៅអៅទៅជុះរបស់មកទឹករបស់អីចឹងណាហើយគេមានលក់គ្រឿងចានឆ្នាំងគ្រប់សពដូចផ្សារនៅស្រុកតាមស្រុកតាមជនបទដែលគាត់លក់ហាវាហាក្តៅអីចឹងទៅហើយធម្មតានៅនេះគ្រាន់ថាគេបោះតង់ណាចាខ្ញុំបោះតង់បោះអីចឹងទៅគេយកតង់ទៅបោះការពារភ្លៀងការពារខ្យល់អីចឹងណាភាគច្រើនផ្សារហ្នឹងខ្យល់ខ្លាំងចាហើយនេះគឺខ្ញុំមកលក់ផ្លែឈើលក់ទឹកអំពៅលក់ទឹកដូងអីចឹងណាហើយនឹងផ្លែឈើគ្រប់ប្រភេទដែលខ្ញុំលាយចឹងទៅពីព្រោះជនជាតិគេគាត់ចូលចិត្តញ៉ាំផ្លែឈើចឹងខ្ញុំស្រាវជ្រាវទៅខ្ញុំឃើញគាត់ចូលចិត្តញ៉ាំផ្លែឈើដែលបែបរបៀបថាលាយលឹកស្វាយអីចឹងណាមនុស្សអីវ៉ាន់ណាមិនដូចញ៉ាំដូចយើងទេចាភាគច្រើនគាត់ញ៉ាំលាយញ៉ាំអីចឹងទៅហើយគាត់ចង់បានអីគាត់កំងអីខ្ញុំធ្វើឲ្យគាត់ចឹងទៅសំខាន់គឺយើងមានផ្លែឈើគ្រប់មុខចឹងណាហើយនេះគឺទឹកអំពៅសក់ហើយគឺពួកខ្ញុំលាងទឹកស្អាតជូនភ្ញៀវទៀតចាដើម្បីការពារកុំឲ្យមានកតិចដីល្អិតអីចឹងទៅហើយទឹកអំពៅធម្មតាទេអំពៅមិនសូវបានដូចថាស្រស់ខ្លាំងដូចនៅស្រុកយើងកាប់ថ្មីពីចកាមកកិនខៀវងឹតនោះទេចាព្រោះដោយសារតែដឹកជូនមកឆ្ងាយ25ម៉ោងអីចឹងណាពី Florida ពីអីចឹងហើយនេះគឺកាក់រាប់ចាបន្លំឡើងគឺរាប់លក់បានមុនគេគឺកាក់នឹងតែម្ដងចាហើយកាក់ហ្នឹងគឺក្តាររៀមចាហើយអង្គុយចិត្តពេលណាលក់រៀងអស់ចឹងទៅមកអង្គុយចិត្តទៀតហើយចាចិត្តថ្មីរៀបចំដាក់ចូលកែវចឹងណាអត់ហ៊ានចិត្តទុកទេចាព្រោះថាយើងអត់មានទូទឹកកកតែខ្ញុំមានថង់ត្រជាក់ដែរចាមានថង់ហើយខ្ញុំមានទឹកកកនៅក្នុងហ្នឹងហើយនឹងធុងទឹកកកចាខ្ញុំដាក់ចូលនៅក្នុងហ្នឹងដែរចាតែសំខាន់ខ្ញុំចូលចិត្តថ្មីខ្ញុំចូលចិត្តទុកខ្លះសេ